នេះគឺជា Kodak V1S Flash សម្រាប់កាមេរ៉ាតោះមាន unboxing នេះថាក្នុងនោះមានអ្វីខ្លះអូខេនេះមកអូខេអត់បងនេះគឺជាសភៅណែនាំសម្រាប់ Flash Kodak V1S សិននេះគឺជាម៉ោនជើងសម្រាប់យើងចាប់ជាមួយនឹងភ្លើងឬ tripod របស់ V1S តទៅទៀតយើងបាន adapter សម្រាប់បញ្ចូលថ្មក្របនេះសម្រាប់ adapter បញ្ចូលថ្មដែលប្រើជាមួយនឹង USB Type C នេះគឺជា USB Type C ពីដូច Type A ទៅ Type C អូខេតាមទៀតយើងមានថ្មក្របនេះគឺជាថ្មរបស់ Kodak V1S model VBB 26B ដែលមាន capacity ទៅរហូតដល់ 2600 mAh អូខេតមកនេះគឺជាមកដុំសាកហៅថាមក charger Type A គេទុកមកដៃដូចគ្នាតោះនេះគឺជា flash របស់យើងអូខេអូខេឥឡូវយើងធ្វើការបើកជាមួយទៅនឹង flash របស់យើងឥឡូវយើងតេស្តជាមួយនឹងកាមេរ៉ារបស់យើងកាមេរ៉ាប្រភេទ Sony A6400 ដែលប្រើជាមួយទៅនឹង lens 18300 f3.5 ទៅ f6.3 អូខេហើយយើងដោះកន្លែង mount flash ហ្នឹងអូខេមកដាក់ស្មាflash បានទៀតមកដល់យើងធ្វើ unlock វាសិនចុចឲ្យ unlock ដោះបានអូខេហើយយើង mount ជាប់ជាមួយទៅនឹងកាមេរ៉ាបន្តិចហើយយើងឡុកវាអូខេហើយយើងត្រូវបើកកាមេរ៉ាសិនណាអូខេបន្ទាប់ពីយើងបើកកាមេរ៉ាហើយយើងដៃបើកផ្លាស់ឲ្យវាសង្កត់ចូលគ្នាសម្រាប់ផ្លាស់នេះដែរយើងមាន3 mode អានេះសម្រាប់ TTR មានន័យថា auto តាមប្រភេទកាមេរ៉ារបស់យើងនេះសម្រាប់ menu នេះអូខេហើយតេស្តទៅលើប្រភេទ TTL